សួរបងពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះភីមវីរស់នៅភូមិដូងឃុំរៀងរាយស្រុករវៀងខេត្តព្រះវិហារខ្ញុំមានអាយុ46ឆ្នាំខ្ញុំប្រកបមុខរបរជាអ្នកស្រែចម្ការរៀនពីពេលពីស្រែចម្ការខ្ញុំបាទឆ្លៀតពេលមកដាំបន្លែដូចជាតសក់ដេកពូតអលឹកខ្ញុំដាំបន្លែចម្រុះខ្ញុំប្រកបមុខរបរនេះរយៈពេល2ឆ្នាំមូលហេតុដែលខ្ញុំដាំបន្លែព្រោះវាងាយស្រួលបានប្រាក់ចំណូលប្រចាំថ្ងៃទី1ដោះស្រាយលើកូនរៀនទី2យើងបានចាយវាយប្រចាំថ្ងៃក្រុមគ្រួសារបងធនាគារណាគ្រូមួយខែបងធនាគារ33,000ណាគ្រូមានពេលខ្លះក៏ខ្ញុំជួលកូនមកជួយដាំជាងកាលអាកូនរៀនវាឆ្លៀតថ្ងៃសងថ្ងៃអាទិត្យទៅវាអាចមកជួយបានខ្លះដែរមួយទៀតក៏បានពីអ្នកផងយាយដែរយាយគិតដូចជាងកាលគិតយកចោលម្ដងខ្ញុំម្ដងដូរគ្នាជួយគ្នាតែម្ដងបើដូចប្លែនេះខ្ញុំអត់មានគីមកយកទេប៉ុន្តែខ្ញុំយកទៅអុយគីបោះដុំអុយគីអត់មានបានខ្ញុំលក់រាយទេអានេះផ្សារឬលេខបូកខ្ញុំនេះផ្សារខ្វាំងនេះបានតម្លៃ1គីឡូ2,000បាទបេះប្រចាំថ្ងៃណាគ្រូមួយថ្ងៃបេះពេលព្រឹកបេះព្រឹកឡើងបេះរាល់ព្រឹកហ្មងមួយថ្ងៃបើគិតជាគីឡូវាបាន50គីឡូដែរញីរួមទៅតាំងពីមុនមកខ្ញុំអត់បានធ្វើអត់បានគិតធ្វើគូថាធ្វើវាទី1ទឹកគេអត់ទឿនបិទទំនប់មានទឹកតាញ់ទេទឹកវានៅក្រមឯណោះអ្នកគ្រូអត់មានកន្លែងដាំទេដល់ពេលគេបិទទំនប់ពេលណាខ្ញុំឃើញមានទឹកលឺលហលហាយទៅខ្ញុំមានចិត្តមានអារម្មណ៍ថាកាលពីមុនយើងធ្វើស្រែហើយមិនដឹងធ្វើអីនៅទៅផ្ទះអត់មានធ្វើអីព្រោះគឺទលងហើយក៏អស់ទលងក៏អត់មានការងារធ្វើទេក៏ដល់ពេលនេះទលងខ្ញុំធ្វើខ្លះដែរប៉ុន្តែខ្ញុំធ្វើមកលក្ខណៈតិចតួចខ្ញុំចាប់អារម្មណ៍លើអានេះខ្លាំងព្រោះយើងបានបើយើងធ្វើបានយើងចាយប្រចាំថ្ងៃក៏ស្រួលដែរដាំបន្លែបើដាំអត់សក់នេះសំខាន់បើផ្ទះចាប់ជួបផ្ទះនឹងអណ្ដើកមាសនឹងសត្វតង្កោណាគ្រូហើយនោះមួយมีភូមិអនុភូមិគិតមកដល់ប្រាប់ប្រជុំគិតថាមានខាងកសិកម្មគេមកចុះមកប្រជុំក៏ខ្ញុំទៅចូលរួមប្រជុំជាមួយគាត់ថ្ងៃនោះក៏ម្យ៉ាងខ្ញុំដាំបន្លែចាប់ដើមដាំដែរដាំពូតដល់ពេលនោះគាត់ចាប់អារម្មណ៍នឹងខ្ញុំចាប់អារម្មណ៍គាត់ចុះមកមើលចង្ការខ្ញុំផ្ទាល់ទៅណងក៏គាត់បញ្ចូលខ្ញុំជាកសិករគំរូម្ដងតែមួយហេតុតែខ្ញុំសម្រេចចិត្តចូលខ្ញុំដាំដូចជាពូតនេះខ្ញុំដាំដូចថាដាំបែបធម្មតាអត់មានបច្ចេកទេសដាំទេដល់ពេលខ្ញុំគិតថាចូលរួមជាមួយគិតខ្ញុំចង់បានបច្ចេកទេសពីគិតនឹងការបណ្ដុះបណ្ដាលពីគិតដើម្បីយកចំណេះដឹងពីគិតបើខ្ញុំអត់ចេះផងខ្ញុំដាំព្រាវកាលដល់ពេលខ្ញុំចូលជាមួយកម្រងគិតបានណែនាំឲ្យចេះដាំរបៀបបណ្ដុះកូនរបៀបថែទឹមរបៀបដាក់ជីការថែទឹមមើលសត្វល្អិតពិសេសបំផុតសត្វល្អិតគិតឲ្យខ្ញុំចេះតាមដានមើលថាសត្វល្អិតអីខ្លះបំផ្លាញសត្វដំណាំរបស់យើងនេះទៅចង់បង្ហាញខ្ញុំចង់បង្ហាញពីរបៀបយើងក្រាលចំបើងខែនេះជាខែក្តៅហើយស្មៅក៏វាមិនសូវដុះប្រហែលទេហើយយើងយកចំបើងមកគ្របហើយគប់ចំបើងមួយខែក្តៅស្មៅក៏មិនសូវដុះបើយើងគ្របថង់ប្លាស្ទិកយើងការពារស្មៅដុះតែខែក្តៅវាដុះតែតាមរងដែលសើមទេបើយើងគ្របចំបើងវាត្រជាក់ផងហើយស្មៅក៏មិនមានដុះទេហើយជីក៏ជីដល់ពេលយើងផុតពីយើងប្រមូលផលសក់យើងឈប់ដាំហើយអាចចំបើងនេះវាคล้ายទៅជាជីសម្រាប់ដីយើងដាំបន្តទៀតហើយខ្ញុំសម្រេចចិត្តថាយកចំបើងមកគ្របជើងដាក់ឲ្យវាកាត់បន្ថយកម្ដៅផងបើសិនតែមានកសិករណាចង់ចេះចង់ដឹងចង់រៀនពីខ្ញុំក៏ខ្ញុំអាចបង្រៀនបានចង់ចុះមកមើលផ្ទាល់ក៏បានឲ្យខ្ញុំទៅបង្រៀនទូណែនឹមដល់កលែងជាការបងប្អូនក៏បានពីរឿងដាំតសក់ក៏បានដាំសណ្ដែកក៏បានពូតក៏បានដែរខ្ញុំណែនឹមបានខ្ញុំបាទឈ្មោះសប្បាយចិត្តជាពុនពេកពីព្រោះ
ខ្ញុំបានទាញចំណេះដឹងពីកម្រង Nature គិតបានមកចុះមកណែនឹមមកបង្រៀនខ្ញុំសប្បាយចិត្តមែនទេណាធំខ្ញុំអរគុណដល់លោកគ្រូភិរមគិតបានចុះមកផ្ទាល់ប៉ុន្តែបន្ទាប់ពីគិតខ្ញុំមិនបាត់ប្រសូតពីគិតមកខ្ញុំក៏ចេះតែបានជោគជ័យរហូតបន្តទៀតពីមុនដាំបន្លែយើងគិតថាវាដូចថាយើងចាយវាអត់មានអីចាយញរួមទៅថាខ្វះមុខខ្វះក្រោយដល់ពេលយើងដាំបន្លែយើងបានចាយសំណំសំរុំទីគីនេះឯងបើយើងថាបងធនាគារឬក៏យើងចាយគូនរៀននេះក៏យើងមិនពិបាកដឹងទៅដល់ថ្ងៃគូនវាមានត្រូវការលុយយើងមានស្រាប់បើកាលពីមុនដាំបន្លែអត់មានអត់ទេគូនរៀនមានតែបំចោះក៏រកលុកនេះលុកនោះអីផ្នែកប៉ុន្តែពេលនេះដល់ខ្ញុំដាំបន្លែនេះស្រួលទោះបីថាមើលយើងមានក៏មានស្ដោក៏យើងនៅតែយើងមិនពិបាកយើងមានបន្លែយើងមានប្រចាំថ្ងៃអានោះយើងសល់មកវគ្គមិនក៏យើងអាចទុកបានមកវគ្គតែយើងចាំមិនតិចតួចបើយើងក៏ស្រូវវិញក៏យើងអត់ពិបាកលក់យើងបានបន្លែរងមុខហើយ